សួរបងប្អូនបាទឥឡូវខ្ញុំបានមកដល់ផ្ទះគ្រួសារសពបុណ្យសពបាទនោះដែលបងប្រុសគាត់បានស្លាប់ពីម្សិលមិញហើយគាត់នៅតែម្នាក់ឯងបងប្អូនមកផ្ទះគាត់ខាងនោះបាទក៏អត់មានប្រពន្ធមានកូននេះទេបងប្អូនហើយគាត់បានស្លាប់ហើយជាម៉ោង11ជាងម្សិលមិញនេះបាទហើយគាត់ក្រីក្របងប្អូនហើយគាត់ឈឺមកយូរដែរនៅខ្ទមនោះហើយបានអ្នកចិត្តខាងឲ្យបាយឲ្យហូបទេរាល់ថ្ងៃនេះបាទឥឡូវនេះស្លាប់ហើយខ្ញុំបានថ្ងៃនេះនាំជាថវិកាដើម្បីយកមកចូលរួមបាទមានថវិការបស់ក្រុមគ្រួសារបងស្រីលៀងកំអូននៅខាងប្រទេសអូស្ត្រាលីបាទគាត់បានចូលរួមជួយចេញជាមឈូសហើយនឹងមេនបាទហ្នឹងហើយក៏មានសប្បុរសជននៅសហរដ្ឋអាមេរិកមានបងស្រីចំណានក៏បានចូលរួមដែរហើយនឹងមានសប្បុរសជននៅខាងប្រទេសកូរ៉េក៏បានចូលរួមដែរហ្នឹងហើយអរគុណច្រើនមែនទែនដល់ម្ចាស់ទានទាំងអស់ដែលបានរួបរวมគ្នាជួយដើម្បីឲ្យគាត់បានធ្វើបុណ្យហ្នឹងហើយបាទធ្វើបុណ្យសពនេះបាទនោះទៅមើលផ្ទះគាត់ទាំងអស់គ្នាបងប្អូននៅផ្ទះគាត់នៅខ្ទមទូចម្សិលមិញគាត់ស្លាប់នៅកន្លែងនេះបងប្អូននេះបាទបងប្អូនឃើញស្រាប់បាទនេះផ្ទះនេះបាទគាត់នៅតែ3ម៉ែត្រ4ជ្រុងមានក្រែហ្នឹងមួយទេបាទដេកស្លាប់ម្នាក់ឯងអត់មានអ្នកណាដឹងទេណោចធំណាស់បងប្អូនអើយបាទទៅដល់ម៉ោងបាយថ្ងៃត្រង់បាទអ្នកចិត្តខាងយកបាយយកមកឲ្យទេបានឃើញថាស្លាប់បាត់ទៅហើយបងប្អូនអើយបាទណោចធំណាស់បាទនេះនៅតែឯងបាទជីវិតយើងបាទម្នាក់បាទពិបាកណាស់បាទអត់មានគ្រួសារអត់មានប្រពន្ធកូនគឺពិបាកណាស់បងប្អូនបាទនេះចុងក្រោយគឺសល់តែប៉ុណ្្នឹងទេបងប្អូននៅរូបថតនេះបាទហើយនឹងមកឈូបនេះបាទអត់តន់ហែឡើងមេនទីបាទល្ងាចបន្តិចបាទឥឡូវមេនគេកំពុងតែធ្វើមេនអរគុណណាស់ដល់ម្ចាស់ទានយើងក្រុមគ្រួសារបងស្រីលៀងកំអូនដែលបានជួយជាមឈូសឲ្យមេននេះអរគុណមែនតែនបាទអញ្ចឹងគាត់ដល់បានអីធ្វើប៉ុនទេបានបងក្រុមគ្រួសាររបស់បងជួយហ្នឹងកុំឲ្យអត់បានមឈូសបានមេនអីទេបាទហ្នឹងហើយអរគុណណាស់បាទអរគុណឲ្យបងប្អូនបានមើលប៉ុណ្ណេះទេបាទ